មុននឹងយើងចូលទៅនិយាយតកតងទៅនឹងការរៀបឯកសារបងរំលឹកមេរៀនថែមបន្តិចនៅអ្វីដែលយើងបានរៀនចប់កន្លងមកអញ្ចឹងអ្វីដែលបងរំលឹកហ្នឹងគឺយើងទៅយល់ពី4ប្រភេទពន្ធធំធំដែលយើងបានរៀនហើយចឹងនៅពេលដែលយើងប្រកាសពន្ធយើងដឹងហើយថាយើងប្រកាសពន្ធគឺយើងប្រកាសចំណូលនិងចំណាយអញ្ចឹងយើងមករំលឹកវិញថានៅពេលដែលក្រុមហ៊ុនរបស់យើងមានចំណូលតើយើងនឹងជាប់កម្មវត្ថុពន្ធអ្វីខ្លះឃើញទេអញ្ចឹងអានេះជាក្រុមហ៊ុនហើយនៅពេលដែលយើងចាប់ផ្ដើមមានចំណូលចូលមកក្នុងក្រុមហ៊ុនតើយើងនឹងមានពន្ធត្រូវបង់ទៅខាងរដ្ឋបាលសារពើពន្ធហ្នឹងមានអីគេខ្លះអញ្ចឹងនៅពេលដែលយើងមានចំណូលក្រុមហ៊ុននឹងមានជាប់កម្មវត្ថុត្រូវបង់អានោះសម្រាប់ប្រចាំខែថាបងនិយាយប្រចាំឆ្នាំទេអញ្ចឹងក្រុមហ៊ុននឹងមានកម្មវត្ថុត្រូវបង់ទី1គឺនៅលើពពួកអាករពិសេសអាករស្នាក់នៅហើយនិងអាករបំភ្លឺសាធារណៈប្រសិនបើក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនដែលមានផ្គត់ផ្គង់ទំនិញឬក៏សេវាកម្មដែលវាជាប់កម្មវត្ថុទៅលើប្រភេទអាករនេះហើយទី2គឺប្រាក់រំដោះពន្ធលើប្រាក់ចំណូលនៅពេលដែលយើងមានចំណូលយើងនឹងជាប់កម្មវត្ថុទៅលើការគណនាប្រាក់រំដោះពន្ធលើប្រាក់ចំណូលហើយមូលដ្ឋាននៅក្នុងការគណនាបងបានបង្ហាញហើយមានន័យថាជាចំណូលដែលយើងអឺទទួលបាននៅក្នុងខែដកតែ VAT ចេញទេអញ្ចឹងក្រៅពីហ្នឹងយកវាសរុបបូកចូលគ្នាមកដកតែ VAT ចេញញែក VAT ចេញនៃឡែកមកសល់ប្រមាណអាចចំណូលមុនអតបហ្នឹងគឺជាចំណូលដែលយើងយកវាជាមូលដ្ឋាននៅក្នុងការគណនាពន្ធអញ្ចឹងឧទាហរណ៍ថាចំណូលរបស់យើងក្នុងខែហ្នឹង11000មានន័យថាហ្នឹងរួម VAT អញ្ចឹងដល់ពេលដែលយើងញែកមកយើងនឹងឃើញថាអាមូលដ្ឋានដែលអត់មាន VAT ហ្នឹងគឺ10000ដុល្លារអញ្ចឹងគឺយើងយកអា10000ដុល្លារហ្នឹងឯងមកជាមូលដ្ឋាននៅក្នុងការគណនា1%ហើយនឹងប្រភេទមួយទៀតគឺអាករលើតម្លៃបន្ថែមហើយសម្រាប់អាករលើតម្លៃបន្ថែមនេះក៏វា depend ដែរថាតើចំណូលរបស់យើងនេះជាចំណូលនៅក្នុងការផ្គត់ផ្គង់ក្នុងស្រុកឬក៏ជាចំណូលនាំដែលលើការនាំចេញតំណែងនគរសេវាអញ្ចឹងទៅហើយអឺតកតងទៅនឹងការផ្គត់ផ្គង់របស់យើងតើការផ្គត់ផ្គង់របស់យើងជាការផ្គត់ផ្គង់ជាប់អាករការផ្គត់ផ្គង់មិនជាប់អាករឬក៏ជាការផ្គត់ផ្គង់បន្ទុករបស់រដ្ឋនឹងគឺជាអ្វីដែលយើងត្រូវតែមានជា concept អញ្ចឹងយើងគ្រាន់តែដឹងថានៅពេលដែលយើងមានចំណូលគឺយើងនឹងមានជាប់ប្រភេទពន្ធដែល relate ជាមួយចំណូលគឺនៅលើ3ប្រអប់ធំហ្នឹងហើយប្រអប់ដែលយើងត្រូវមើលនិងស៊ីជម្រៅជាងគេគឺអាករលើម្លែងថែមថាតើអតិថិជនរបស់យើងតើអតិថិជនរបស់យើងឬក៏អាអាករដែលយើងត្រូវប្រមូលមកហ្នឹងយើងនឹងត្រូវប្រើអាករអត្រាប្រមាណ10%ឬក៏0%តើក្រុមហ៊ុនរបស់យើងស្ថិតនៅក្នុងអឺជាប្រភេទអាជីវកម្មដែលផ្គត់ផ្គង់មិនជាប់អាករជាប្រភេទអាជីវកម្មដែលផ្គត់ផ្គង់ជាប់អាករធម្មតាឬក៏ជាប្រភេទអាជីវកម្មដែលការផ្គត់ផ្គង់របស់យើងជាបន្ទុករបស់រដ្ឋឧទាហរណ៍ថាវិស័យកសិកម្មអញ្ចឹងទៅអញ្ចឹងយើងជាការផ្គត់ផ្គង់ដែលជាបន្ទុករបស់រដ្ឋមានន័យថាអាករលើម្លែងថែមហ្នឹងគឺត្រូវបានជាបន្ទុករបស់ government អញ្ចឹងយើងអត់ត្រូវបង់ងារនៅក្នុងករណីពេលវេលាដែលលើកលែងហ្នឹងអញ្ចឹងអានេះវាស្តៀងដោយរូបភាពទៅយើងហងៃ implement ទៅលើរឿងរឿងពេលដែលយើងកូវីដពេលដែលផ្សាយទេសចរធ្លាក់ចុះអញ្ចឹងទៅយើងឃើញហ៎ឃើញមានការលើកលែងពន្ធ A B C D អញ្ចឹងទៅលើកលែងជាច្រើនអញ្ចឹងអាការលើកលែងក្នុងតាមអឺលក្ខខណ្ឌដែលមានហ្នឹងហើយដាក់ជាបន្ទុករបស់រដ្ឋឬក៏អីហ្នឹងជាការលើកលែងដែលយើងត្រូវតែយកចិត្តទុកដាក់តាមដានហើយនឹងមើលអញ្ចឹងមិនមែនមានន័យថាក្រុមហ៊ុនឲ្យតែមានចំណូលសុទ្ធតែជាប់ពន្ធទេក៏មានចំណូលដែលយើងត្រូវដឹងថាយើងធ្វើការនៅក្នុងក្រុមហ៊ុនប្រភេទអីគេសកម្មភាពទីមួយយើងត្រូវដឹងសកម្មភាពអាជីវកម្មទីពីរយើងចង់ដឹងពីវិស័យតើវិស័យអីគេទីបីតើយើងស្ថិតនៅក្នុងលក្ខខណ្ឌជាបុគ្គលជាក្រុមហ៊ុនផ្គត់ផ្គង់មិនជាប់អាករផ្គត់ផ្គង់ជាប់អាករឬក៏ជាបន្ទុករបស់រដ្ឋដើម្បីឲ្យការគណនារបស់យើងត្រូវឃើញទេអញ្ចឹង
ដល់ពេលដែលយើងនិយាយពីចំណូលយើងត្រូវសម័យឃើញ3ប្រអប់ហ្នឹងយើងមានចំណូលយើង relate ជាមួយនឹងខាង customer ហើយអញ្ចឹងច្បាប់របស់យើងមានប្រមូលអកលើម្លែងបន្ថែមពីអតិថិជនមកតាមរយៈយើងបងឲ្យទៅរត់ហើយប្រាក់បះពន្ធឬប្រាក់ចំណូលនេះវាជាប្រភេទពន្ធដែលយកនៅទៅពេលយើងមានចំណូលមកយកវាមកគិតដើម្បីកាត់កងជាមួយនឹងអាពន្ធចំណេញចុងឆ្នាំដែលយើងត្រូវបង់ហើយអាកពិសេសក៏ស្នាក់នៅកងភ្លឺនេះកាត់ឡើងសម្រាប់តែសកម្មភាពអាជីវកម្មដែលជាកម្មវត្ថុនឹងត្រូវជាប់ប្រភេទអាកអស់នឹងទេចុះនៅពេលដែលយើងនិយាយពីចំណាយវិញពេលដែលយើងនិយាយពីចំណាយ មុនហ្នឹងយើងនិយាយចំណូលយើងនឹងសម័យឃើញឯប្រភេទពន្ធដែលយើងត្រូវជាប់ចុះចំណាយក៏យើងនឹងត្រូវគិតដែរនៅពេលដែលក្រុមហ៊ុនរបស់យើងមានចំណាយជាប់ពន្ធឯគេខ្លះវាមានចំណាយខ្លះជាប់ពន្ធចំណាយខ្លះមិនជាប់ពន្ធចុះបើសិនជាយើងមើលមិនបានដឹងថាវាជាប់ពន្ធឬមិនជាប់ពន្ធអឹមចំណាយយើងមកមើលថាតើចំណាយដែលយើងចាយហ្នឹងគឺទៅកាន់អ្នកណាគេឬក៏អ្នកដែលទទួលប្រយោជន៍ ពីការចាយរបស់យើងនឹងគឺអ្នកណាគេឬក៏អ្នកដែលទទួលកញ្ចប់ចំណាយរបស់យើងនឹងជាអ្នកណាគេជាបុគ្គលិកឬក៏ជា supplier ប្រសិនបើបុគ្គលិកគឺមានពីរប្រភេទពន្ធដែលយើងត្រូវពិចារណាចំណាយទៅបុគ្គលិកឲ្យតែពេលដែលយើងជាគណនេយ្យធ្វើការប្រកាសពន្ធក៏ដោយគណនេយ្យក៏ដោយពេលដែលយើងចាប់ផ្ដើមមានចំណាយដែល relate ទៅបុគ្គលិកទាញកំពីមកមើលថាអាហ្នឹងជាប់ពន្ធលើប្រាក់បៀវត្សអត់ នៅក្នុងអា6ចំណុចបូកនឹងអាប្រភេទចំណូលជាប់ពន្ធបៀវត្សនឹងអត់មើលអាហ្នឹងទី2បើសិនជាមិនជាប់ពន្ធបៀវត្សតើវាកម្មវត្ថុទៅលើរឿងពន្ធលើអត្ថប្រយោជន៍បន្ថែមដែរអត់អញ្ចឹងយើងទៅមើលថាម៉េចដល់ពេលមើលទៅអាបៀវត្សក៏ដូចអត់មានអត្ថប្រយោជន៍ក៏ដូចអត់ឃើញអញ្ចឹងយើងទៅមើលថានៅក្នុងលក្ខខណ្ឌលើកលែងពន្ធមាននិយាយគេខ្លះ ចឹងពេលដែលយើងមើលថាយើងមានចំណាយទៅកាន់បុគ្គលិកក្រៅពីប្រាក់ខែ mostly អាយនឹងកម្មវត្ថុទៅលើរឿងតវិយបន្ថែមប៉ុន្តែយើងទៅមើលដែរថាចំណាយនឹងជាប្រភេទចំណាយដែលស្ថិតនៅក្នុងការលើកលែងពន្ធអត់ឧទាហរណ៍ថាយើងចំណាយទៅបុគ្គលិកមែនប៉ុន្តែជាចំណាយបេសកកម្មនឹងអញ្ចឹងអាចចំណាយបេសកកម្មហ្នឹងណាវាមិនមែនជាប្រាក់ខែរបស់គាត់ទេហើយវាក៏មិនមែនជាអត្ថប្រយោជន៍បន្ថែមដែរវាគឺជាប្រភេទចំណាយមួយដែលក្រុមហ៊ុនត្រូវការប្រើប្រាស់បុគ្គលិក ជាធនធានហ្នឹងណាទៅបំពេញការងារឲ្យក្រុមហ៊ុនហើយដើម្បីបំពេញការងារនឹងបានเนี่ยគឺត្រូវការចាយទៅលើការហូបចុកការស្នាក់នៅនិងការធ្វើមធ្យោបាយធ្វើដំណើររបស់គាត់ដើម្បីទៅបំពេញការងារឲ្យទៅក្រុមហ៊ុនហ្នឹងអញ្ចឹងបានវាមិនមែនជាចំណាយទៅលើបៀវត្សដែលគាត់ទទួលបានទេគាត់គ្រាន់តែកាន់កញ្ចប់ចំណាយហ្នឹងដើម្បីទៅបញ្ចប់ឬក៏បំពេញការងារឲ្យក្រុមហ៊ុនតែប៉ុណ្្នឹងឯងហើយមកវិញ benefit ឬក៏បេសកកម្មរបស់គាត់ហ្នឹងជាអត្ថប្រយោជន៍ឬក៏ជាកម្មវត្ថុទៅលើរឿង business operation 100%ហ្មងវាមិនមែនថាគាត់ទៅចោះបេសកកម្មប៉ុន្តែយើងចាប់វាជាពន្ធលើវិវត្តអីគឺមិននេះតែយើងមើលដែរដូចបងនិយាយអញ្ចឹងណាថាវានៅក្នុងការប្រកបអាជីវកម្មមានគណនេយ្យករច្រើនប្រភេទដែរហើយក៏មានថៅកែច្រើនប្រភេទដែរដែលគាត់គ្រប់គ្រងហើយនឹងចាត់ចែងប្រតិបត្តិការហ្នឹងទៅតាម ការយល់ឃើញរបស់គាត់ថាអាហ្នឹងគួរតែយល់ចាប់បែបនេះចំណេញជាងបែបនេះចំណេញជាងបែបនេះទៅអត់ជាប់ពន្ធបែបនេះទៅជាប់ពន្ធចឹងគាត់មានការគិតរបស់គាត់មានក្បួនផ្សេងគ្នាមានរបៀបផ្សេងគ្នាអញ្ចឹងពេលខ្លះពីមុនយើងទៅធ្វើការយើងអត់ជួបមិនមែនមានន័យថារឿងហ្នឹងអត់កើតឡើងទេដូចកាលពន្ធប្រាក់ខែអញ្ចឹងបងធ្លាប់ share experience ទៅលើរឿងដែលគណនេយ្យករគាត់ចាត់ចែងប្របែក payroll បែកនេះបែកនោះគាត់ដក ធ្វើចរាយបេសកកម្មតាមពិតទៅអានឹងប្រាក់ខែទេប៉ុន្តែគាត់វៀងលិចវៀងកាត់អីចឹងទៅអញ្ចឹងមានគ្រប់ប្រភេទគ្រប់ស្ថានគ្រប់ស្ថានភាពអញ្ចឹងកន្លែងហ្នឹងយើងបត់បែនអញ្ចឹងដើម្បីឲ្យដឹងថាតើចំណាយហ្នឹងវាពិតជាជាប់ពន្ធអត់យើងត្រូវតែដឹងអត្តសញ្ញាណនៃចំណាយពិតប្រាកដសិនថាចំណាយហ្នឹងពិតជាចំណាយទៅកាន់ប្រយោជន៍របស់បុគ្គលិកឬក៏គ្រាន់តែប្រើបុគ្គលិកទៅដើម្បីធ្វើការងារឲ្យក្រុមហ៊ុនទៅលើគោលដៅណាមួយទេឧទាហរណ៍ថាគាត់ចុះខែដើម្បីយកទំនិញទៅលក់អីចឹងណាអញ្ចឹងយើងលុយឲ្យគាត់ចុះខែទៅធ្វើទីផ្សារឬក៏ដឹកទំនិញទៅឲ្យភ្ញៀវឬក៏អីហ្នឹងណាវាមិនមែនជារឿងទាក់ទងទៅនឹងរឿងប្រាក់ខែគាត់ទេអាហ្នឹងវាជាលុយបេសកកម្មអញ្ចឹងត្រឡប់មកវិញដល់ពេលដែលយើងមានចំណាយ
យើងមើលថាចំណាយហ្នឹងទៅកាន់ employee ឬក៏ supplier បើសិនជាចំណាយទៅកាន់ employee question ខ្លួនឯងថាមានជាប់ពន្ធកាត់ទុកឲ្យជាប់ពន្ធលើ bill វត្តអត់ឬក៏អត្ថប្រយោជន៍បន្ថែមអត់ទៅមើលច្បាប់ទៅមើលប្រកាសស្ដីពីពន្ធលើ bill វត្តឡើងវិញអញ្ចឹងយើងមើលអញ្ចឹងហើយឌីបងប្រាប់អញ្ចឹងកំ ខ្លាចនៅក្នុងការទិញគម្ពីរឬក៏សៀវភៅពន្ធមកទុកនៅក្បែរខ្លួនក្បែរដៃណានៅពេលដែលយើងធ្វើការយើងភាំងយើងអាចបើកគម្ពីររបស់យើងមើលបានភ្លាមវានៅក្បែរខ្លួនហើយចំណាយទីពីរចំណាយហ្នឹងអត់ទៅកាន់បុគ្គលិកទេគឺយើងចំណាយទៅកាន់ supplier អញ្ចឹងនៅពេលដែលយើងមានចំណាយទៅកាន់ supplier មានពន្ធមានប្រភេទពន្ធពីរប្រភេទដែលយើងត្រូវគិតចំណាយហ្នឹង supplier របស់យើងជាបុគ្គលជាប់អាករអត់ឬក៏ជាបុគ្គលស្ថិតនៅក្នុងរបបផ្សាយប្រកាសអត់មានន័យថាជាអ្នកជាប់ពន្ធតូចអ្នកជាប់ពន្ធមធ្យមឬក៏ជាអ្នកជាប់ពន្ធធំដែលគាត់ចេញវិក័យប័ត្រអាករឲ្យយើងអញ្ចឹងបើសិនជាអឺស្ថិតនៅក្នុងលក្ខខណ្ឌ supplier របស់យើងជាបុគ្គលជាប់អាករអញ្ចឹងអាវិក័យប័ត្រដែលគាត់ឲ្យយើងមកនេះយើងត្រូវយកមកគិតហើយអាហ្នឹងជាប្រភេទអាករដែលយើងអនុទានធៀបចូលបានអត់ឃើញទេអញ្ចឹងវាមានរឿងដែលយើងដេញគិតតហើយគិតដំបូងវារៀងស្មុគគិតយូរទៅគ្រាន់តែកលេចមកដឹងថាអាហ្នឹងធ្វើមិនបានដោយតែយើងធ្វើដដែលណាអញ្ចឹងបើចំណាយទៅកាន់ supplier ឯកសារដែលយើងបានឬក៏ព័ត៌មានដែលយើងកត់ត្រាទៅក្នុងវិជីគណនេយ្យយើងត្រូវគិតថា supplier របស់យើងជានីតិបុគ្គលឬក៏ជារង្វាន់បុគ្គលឬក៏ជាសហគ្រាសមានន័យថាសិទ្ធិក្នុងរបបផ្សាយប្រកាសបើផ្សាយប្រកាសយើងមើលអាក្រមប៉ុន្តែបើសិនជាអត់មានវិក័យប័ត្រអាករយើងមកមើលថាកម្មវត្ថុពន្ធកាត់ទុកអត់ហើយចង់ដឹងថាជាប់ពន្ធកាត់ទុកឬមិនជាប់ពន្ធកាត់ទុកយើងទៅមើលវិញថាពន្ធកាត់ទុកនេះដែលគេយកហ្នឹងយកទៅលើចំណាយឲ្យគេខ្លះចឹងក្រៅពីអាចចំណាយអស់ហ្នឹងវាអត់ជាប់ពន្ធនេះដូចពេលខ្លះយើងទៅទិញទំនិញគ្រាន់តែពេលទិញទំនិញហ្នឹងណាក៏មានកូនសិស្សបងគាត់ឆាតមកសួរដែរបងខ្ញុំទៅទិញទំនិញហើយគេអត់ចេញកាយប័ត្រអាករឲ្យអត់ឲ្យខ្ញុំផងចាហ្នឹងជាប់ពន្ធអីគេអត់ហើយមានជាប់ពន្ធអីទេមកជួនកាលយើងទិញកុំព្យូទ័រពីហាងកុំព្យូទ័រមួយហើយគាត់អត់បានចេញវិក័យប័ត្រអាករឲ្យយើងចឹងអានោះមានជាប់ពន្ធអីទេប្រពន្ធកាត់ទុកអត់មែនយកលើទំនិញណាអញ្ចឹងបើអត់ជាប់អាករលើម្លែងថាក៏អត់អីតែគាត់សួរថាមិនចឹងបងហើយចឹងមិនចឹងមិនប្រកាសថាការរស់ស៊ីត្រូវចុះបញ្ជីណាវាមានការរស់ស៊ីខ្លះអត់ស្ថិតនៅក្នុងផលរបរត្រូវចុះបញ្ជីយើងទៅបង្ខំឲ្យគេយកអាករម្លែងថាមកយើងមិនបើសិនជាយើងទៅទិញចំអា supplier ដែលចុះបញ្ជីឲ្យកិច្ចពន្ធអានឹងរឿងផ្សេងតែអានេះយើងទៅទិញចំកន្លែងអត់ចុះបញ្ជីអញ្ចឹងបើគាត់ជាអត់មានកាយប័ត្រអាករជារឿងធម្មតាហើយទំនិញវាអត់ជាប់ពន្ធកាត់ទុកទេនេះជារឿងធម្មតាតាវាមានអីខុសហើយតាអញ្ចឹងយើងត្រូវដេញអាសំណួររបស់យើងតរហូតដល់រកឃើញថាអូខេអានឹងវាពិតជាជាប់ពន្ធមែនដូចយើងទៅទិញ stationery អញ្ចឹងគេឲ្យវិក័យប័ត្រអាករឬក៏មិនឲ្យវិក័យប័ត្រអាករមកយើងក៏អត់ខុសដែរឧទាហរណ៍ថាបើសិនជាយើងទៅទិញក្នុងនាមជាក្រុមហ៊ុនហើយយើងទៅដល់យើងប្រាប់ខាងបណ្ណាគារថាខ្ញុំអឺមកទិញខ្ញុំចង់បានវិក័យប័ត្រអាករអញ្ចឹងគេឲ្យវិក័យប័ត្រអាករទៅយើងហើយតែបើយើងដើរទៅដល់យើងទិញstationery ក្នុងរូបភាពយើងជាបុគ្គលធម្មតាគេចេញអា receipt ពីប្រព័ន្ធ POS មកឲ្យយើងមកយើងយកអានឹងគិតពីចំណាយឡើងមកដូចតែគ្នានឹងគាត់ថាយើងអត់មានអាករលើម្លែងថែមអាករលើធាតុចូលសម្រាប់ទៅកាត់កងជាមួយនឹងអាករលើធាតុចេញដែលយើងត្រូវគណនាអាករលើម្លែងថែមតែប៉ុណ្្នឹងឯងហើយបើអត់មានអាករលើធាតុចូលសម្រាប់ទៅកាត់កងមិនដែរនិយាយយើងគិតមើលទៅបើសិនជាយើងលក់1000យើងបង់ពន្ធ100ហើយបើសិនជាយើងអត់មានអាករមកកាត់កង100នឹងបង់100ទៅទាំងអស់ហ្នឹងតែបើសិនជាមានអាករមកកាត់កងឧទាហរណ៍ថាយើងទិញយើងបានបង់ទៅខាងបណ្ណាគារអស់10រៀលអញ្ចឹងយើងលក់បាន1000ហើយយើងត្រូវបង់ពន្ធ100ប៉ុន្តែដល់ពេលដែលយើងបានបង់ទៅ supplier ដែលជាបណ្ណាគារនឹងហើយអស់10រៀលហើយអញ្ចឹងពន្ធដែលយើងត្រូវបង់ទៅពន្ធដែរតែ90រៀលហ្នឹងយើងមានបង់100ណាហ្នឹងក៏រូបភាពចឹងវាគ្រាន់តែថាលុយវាត្រូវតែបង់ដូចគ្នាគ្រាន់តែមួយទៅ supplier មួយទៅពន្ធដារចុងក្រោយបូកចូលគ្នាវា100ដាក់គ្នាដែរទេអញ្ចឹងរាល់ប្រភេទពន្ធនេះក៏ខែបឲ្យវិញតែយើងមានសាច់រឿងមកប៉ុណ្ណឹងហើយយើងមកមើលរឿងឯកសារនេះតាមពិតទៅវាអត់ច្រើនឬក៏សាំញ៉ាំទេប៉ុន្តែគ្រាន់តែចង់បញ្យល់ថែមឲ្យបានច្រើនតែប៉ុណ្្នឹងឯងតកតងទៅនឹងឯកសារឬក៏ព័ត៌មានណាបើសិនជាយើងនិយាយពីចំណូលឯកសារដែលយើងត្រូវយកមកដើម្បីរៀបចំការប្រកាសពន្ធប្រកាសទៅយើងទៅយកវិក័យប័ត្រហើយវិក័យប័ត្រនេះគឺមានទាំងវិក័យប័ត្រធម្មតាហើយនិងវិក័យប័ត្រអាករទាំងមានន័យថាទាំង commercial ហើយនិង tax invoice ហើយប្រកាន់ដៃទទួលប្រាក់ហេតុអីបានប្រកាន់ដៃទទួលប្រាក់ហ្នឹងសំខាន់
ដោយដែលយើងបានរៀនពីចំណូលមុននឹងអញ្ចឹងយើងឃើញនេះយើងមិនមែនមានតែចំណូលដែលយើងចេញពីកាយប័ត្រទេពេលខ្លះការទទួលស្គាល់ចំណូលរបស់យើងអាពេលវេលាដែលយើងបានទទួលប្រាក់កក់ប្រាក់កក់ធានាឬក៏អឺប្រាក់ដែលយើងទទួលពីការលក់ fixed asset ការលក់កាកសំណល់អឺឬក៏ការដែលយើងទទួលបានជាអឺ លុយផ្សេងពីណាពីណីមកអីចឹងទៅគឺយើងត្រូវមានប្រកាន់ដៃហើយយើងមកមើលថាអាហ្នឹង nature ពេលដែលយើង issue ប្រកាន់ដៃទទួលប្រាក់ហ្នឹងយើងមកមើលថាការទទួលប្រាក់ហ្នឹងទទួលប្រាក់នៅលើរឿងអីហើយរឿងហ្នឹងវាតាក់ទងទៅនឹងទំនិញឬនឹងសេវាកម្មយើងអត់បើតាក់ទងទៅនឹងអាហ្នឹងយើងទៅពិចារណាថាវាស្ថិតនៅក្នុងលក្ខខណ្ឌបែបដែលយើងត្រូវហុញចូលជាចំណូលអត់ពោះពេលខ្លះប្រកាន់ដៃទទួលប្រាក់ដែរប៉ុន្តែអាប្រកាន់ដៃទទួលប្រាក់យើងខ្ចីលុយគេអញ្ចឹងលូនហ្នឹងមិនមែនជាចំណូលទេអាហ្នឹងវាបំណុលអូតូហ្មងអញ្ចឹងគឺអត់ទេណាអញ្ចឹងប្រកាន់ដៃទទួលប្រាក់នេះវាជាឯកសារបន្ថែមពីលើចំណូលដែលយើងបានចេញពីកាយប័ត្រអញ្ចឹងឧទាហរណ៍ថាមានចំណូលខ្លះយើងអត់ទាន់ចេញពីកាយប័ត្រទេប៉ុន្តែយើងបានលុយហើយអញ្ចឹងយើង refer ទៅលើអាប្រកាន់ដៃទទួលប្រាក់ហ្នឹងណានៅក្នុងការយកមកជាមូលដ្ឋាននៅក្នុងការប្រកាសពន្ធ ហើយបានអនុទាននិងបានអនុពន្ធdebit note ឬក៏ credit note ដែលយើងបាន issue ទៅកាន់customer របស់យើងនៅពេលដែលយើងធ្វើការកែប្រែតម្លៃនៅលើវិក័យប័ត្ររបស់យើងដោយដែលបានធ្វើវីដេអូបង្ហាញនៅក្នុងមេរៀនអាករលើតម្លៃបន្ថែមអញ្ចឹងឯកសារ4ហ្នឹងគឺសំខាន់ហើយឯកសារគ្រប់គ្រងឯកសារខាងលើគឺឯកសារសំខាន់ហើយឯកសារគ្រប់គ្រងគឺសំដៅទៅដល់ប្រភេទឯកសារទាំងឡាយណាដែលយើងយកមកសំអាងបន្ថែមថាប្រតិបត្តិការចំណូលខាងលើហ្នឹងណាវាពិតជាបានកើតឡើងមែនវាពិតជាកម្មវត្ថុដែលយើងត្រូវsubject ទៅលើការប្រកាសចំណូលវាជាឯកសារគ្រប់គ្រងនៅពេលដែលមានការធ្វើសវនកម្មទៅយើងអាចបំភ្លឺឬក៏អាច verify បានថាមូលហេតុអីដែលយើងប្រកាសវាថាចំណូលឧទាហរណ៍ថាយើងបានដឹកទំនិញអត់ទាន់បានចេញពីកាយប័ត្រអញ្ចឹងអាបានដឹកទំនិញរបស់យើងនេះដែលយើងអត់ទាន់បានចេញកាយប័ត្រហ្នឹងครบ7ថ្ងៃយើងចាប់ផ្ដើមយកវាមកប្រកាសពន្ធន័យថាបានទទួលស្គាល់ចំនួនដើម្បីប្រកាសពន្ធប៉ុន្តែគណនីនេះអត់ទាន់ចេញកាយប័ត្រអញ្ចឹងទៅអញ្ចឹងឃើញហើយអា bank statement ឬក៏របាយការណ៍ធនាគារឬក៏ពពុះ bank book របស់យើងហ្នឹងវាសំខាន់ដើម្បីយើង certify ថានេះតើមានប្រភេទលុយណាចូលខុសប្រក្រតីអត់វាមានប្រភេទលុយណាដែលយើងអត់បានចេញពីកាយប័ត្រហើយវាមានលុយចូលឬក៏យើងអត់ទាន់បានចេញប្រកាន់ដៃឬក៏អត់ទាន់មានឯកសារអីហើយលុយចូលទៅពេលដែលយើងធ្វើ bank reconciliation ទៅយើងឃើញវាជាចំណុចខ្វះខាតហើយយើងយកវាមកប្រកាសពន្ធឬក៏យើង verify ទៅថាយើងមានចំណូលប៉ុន្តែអត់ទាន់បានចេញពីកាយប័ត្រអីចឹងទៅអញ្ចឹងអាហ្នឹងវាជាឯកសារ support ព្រោះ sometimes យើងអាចនឹងដក bank statement មកនៅខែបន្ទាប់ឧទាហរណ៍ថាឥឡូវខែ7អញ្ចឹងយើងដក bank statement នៅក្នុងខែ8អញ្ចឹងដល់ពេលអាថ្ងៃដែលយើងទៅដក bank statement នោះថ្ងៃ5ចុះអញ្ចឹងពីថ្ងៃ4ពីថ្ងៃ1ដល់ថ្ងៃ4ខែ8ខែបាត់ចំណូលរបស់យើងចេញនៅមួយកណ្ដោហ្នឹងសុទ្ធតែ date នៅក្នុងខែ8អញ្ចឹងយើងអាច back ទៅចេញនៅក្នុងខែ7បានទេប៉ុន្តែយើងអាចធ្វើការនិយត្តកម្មបានជាមួយនឹងប្រកាន់ដៃទទួលប្រាក់ឬក៏ឯកសារបានលុយចូលធនាគារអញ្ចឹងទៅយើងរៀបចំឯកសារគណនេយ្យតាមក្រោយបាននិយត្តកម្មក្នុងគណនេយ្យបានប៉ុន្តែពន្ធត្រូវបង់ពន្ធនេះហើយអញ្ចឹងណាចា៎បងដាក់ឲ្យហើយព្យាយាមបញ្យល់ថែមដើម្បីឲ្យគ្នាយើងដឹងថាមិនមែនគ្រាន់តែវិក័យប័ត្រចំណូលគឺចាត់ទុកថាយើងរៀបឯកសារប្រកាសពន្ធនឹងអស់ទេហើយឧទាហរណ៍ថាបានដឹកទំនិញអញ្ចឹងទៅតាមច្បាប់របស់យើងអឺទាក់ទងទៅនឹងអនុក្រឹត្យអាករលើម្លែងថែមដែលបងបានធ្វើវីដេអូឲ្យហ្នឹងក៏មាននិយាយដែរទាក់ទងទៅនឹងគេហៅថាពេលវេលាផ្គត់ផ្គង់ណាអញ្ចឹងនៅពេលដែលយើងត្រូវចេញវិក័យប័ត្រហ្នឹងគឺពេលដែលយើងបានដឹកទំនិញឬក៏បានបកគោទំនិញឲ្យទៅអតិថិជនហើយហ្នឹងក្នុងរយៈពេល7ថ្ងៃយ៉ាងយូរបំផុតយើងត្រូវចេញវិក័យប័ត្រចឹងបើសិនក្នុងករណីដែលគណនេយ្យបានចេញវិក័យប័ត្រយើងយកអាហ្នឹងមករៀបចំប្រកាសចំណូលជាលក្ខណៈចំណូលបង្គោលមកacro basic របស់យើងហ្នឹងហើយរបាយការណ៍លក់មកដើម្បីផ្ទៀងផ្ទាត់ថាអ្វីដែលយើងអវិក័យប័ត្រលក់របស់យើងហើយនឹងរបាយការណ៍លក់របស់យើងនឹងវារីកន្សាលគ្នាអត់ហើយប្រកាន់ឯទទួលប្រាក់ហ្នឹងវារីកន្សាលជាមួយនឹងកិច្ចសន្យាផ្គត់ផ្គង់អត់វារីកន្សាលជាមួយនឹងបានដឹកទំនិញមកយើងអត់credit note debit note អីហ្នឹងយើងមានreconcile ជាមួយនឹងកិច្ចសន្យាឬក៏ឯកសារអីយោងថែមអត់ចឹងអានោះសំខាន់ណា
ហើយបងអត់ដឹងថាពីមុនគ្នាយើងបានដឹងរឿងទាំងអស់នឹងអត់ទេរឿងនេះបងកំពុងតែបញ្យល់ពេលឥឡូវហ្នឹងតែពីមុនឡើយគ្នាយើងមានដឹងអត់ថាឯកសារអស់ហ្នឹងវាសំខាន់សម្រាប់ការរៀបចំការប្រកាសពន្ធទាំងមិនថាយើងធ្វើខ្លួនឯងក៏ដោយដែរឬក៏យើងឲ្យភ្នាក់ងារធ្វើឲ្យក៏ដោយគឺយើងត្រូវដឹងថាចំណូលជាប់ពន្ធដើម្បីយើងរៀបឯកសារមកប្រកាសពន្ធឲ្យបានត្រូវចឹងនៅក្នុងនេះគឺសំខាន់ ហើយតកតងទៅនឹងចំណាយដូចបងលើកឡើងអញ្ចឹងយើងមើលទៅលើពីរគឺចំណាយទី1នៅលើ supplier ទី2នៅលើ employee អឺអញ្ចឹងឥឡូវនេះយើងនិយាយបើសិនជាយើងនិយាយពីចំណាយតកតងទៅនឹង supplier មុនព្រោះខាងក្រោយនេះបងអាចចំណាយប្រាក់ខែ employee អញ្ចឹងចំណាយនេះយើងទៅមើលថាវិក័យប័ត្រចំណាយដែលយើងបានប្រមូលពីគ្រប់ការិយាល័យដែលមាននៅក្នុង បប្រតិបត្តិការអាជីវកម្មរបស់យើងឧទាហរណ៍ថាបើសិនជាដូចគ្នាយើងណាដែលធ្វើខាងសំណង់ហ្នឹងពេលខ្លះយើងមានសាយមានអីទៅចោះ field work ចោះអីចឹងហើយនឹងខាងវិស្វករឬក៏ខាងមេការគាត់មានចំណាយ add add បានជាកញ្ចប់លុយទៅហើយពេលដែលគាត់ចាយឲ្យបានចុងខែគាត់ clear បាននឹងចាប់ផ្ដើម clear ចំណាយមួយយើងអីផ្សេងបានគាត់ផ្ញើបងផ្ញើអីមកចឹងទៅអញ្ចឹងអាហ្នឹងគឺយើងត្រូវប្រមូលដែរហើយវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងផ្ទៃក្នុងរបស់យើងទាំង documentation ទាំងនីតិវិធីហើយការប្រមូលឯកសារអាហ្នឹងយើងជាគណនេយ្យត្រូវតែខំប្រឹងតិចបងលើកទឹកចិត្តឲ្យខំប្រឹងស្វែងយល់ហើយនឹងរកវិធីសាស្ត្ររៀបការងារក្នុងឯងស្អាតហើយចំណាយនេះ បានទូទាត់ប្រាក់ឬក៏កក់ប្រាក់ហ្នឹងក៏សំខាន់ដែរព្រោះsometimes វាអត់មានវិក័យប័ត្រទេប៉ុន្តែយើងមានជាបានទូទាត់ប្រាក់ឧទាហរណ៍ថានៅក្នុងក្រុមហ៊ុនរបស់យើងមានជាពពួកអឺ cash payment voucher ឬក៏ពពួកអឺ cash expense voucher អីចឹងណាជាបានទូទាត់ប្រាក់ដែលទៅលើប្រភេទចំណាយដែលអត់មានវិក័យប័ត្រឧទាហរណ៍ថាយើងមានគេដឹកអីវ៉ាន់មកឲ្យយើងចឹងទៅអត់មានវិក័យប័ត្រទេប៉ុន្តែយើងបានចាយលុយអញ្ចឹងយើងឲ្យអ្នកដឹកអីវ៉ាន់ហ្នឹងគាត់សញ្ញាទទួលលុយរបស់យើងនៅលើអាប័ណ្ណរបស់យើងអញ្ចឹងទៅអញ្ចឹងអាប័ណ្ណហ្នឹងជាឯកសារយោងសំខាន់បន្ទាប់ពីវិក័យប័ត្រហើយបើក្នុងករណីដែលក្រុមហ៊ុនរបស់យើងមានការនាំចូលប្រតិវេតគោលរបស់យើងគឺត្រូវភ្ជាប់ជាសំណុំមានន័យថាទាំងប្រតិវេតគោលទាំងcommercial invoice, proforma invoice, bill of lading, packaging list, clearance document អឺដែលយើងឲ្យក្រុមហ៊ុន clear គេ process ឲ្យទាំងtracking lolo clearance អឬក៏ថ្លៃផែថ្លៃលើកដាក់លីសាយផ្សេងអស់ហ្នឹងឬក៏ថ្លៃគេពិន័យអីផ្សេងហ្នឹងត្រូវតាភ្ជាប់មកសំណុំអឺមូលហេតុដែលបងថាឲ្យភ្ជាប់មកសំណុំហ្នឹងដោយសារតែប្រតិវេតគយជាឯកសារមួយដែលយើងគ្រាន់តែយកមកប្រកាសពន្ធធម្មតាទេប៉ុន្តែនៅក្នុងគណនីវាជាឯកសារដែលយើងត្រូវដឹងថា shipment មួយនេះក្នុងមួយ shipment ដែលយើងឲ្យខាងគយឬក៏ក្នុងមួយ job ដែលយើងឲ្យខាង clearance មិនមែនខាងគយ sorry បើសិនជាយើងឲ្យខាង clearance គេរត់ការឲ្យយើងក្នុងមួយ shipment ឬក៏មួយ job ហ្នឹងតើវាមានទំនិញអីគេខ្លះព្រោះដោយសារវា subject ទៅលើយើងត្រូវយកអត្ថបទនៃការគណនាហ្នឹងណាទៅគណនាថ្លៃដើមទំនិញពិតប្រាកដព្រោះថ្លៃដើមទំនិញក៏បងធ្លាប់ឃើញមានម្ចាស់ក្រុមហ៊ុនខ្លះគាត់យល់ច្រឡំថាថ្លៃដើមទំនិញគឺគាត់ទិញពីរោងចក្រមកអានឹងថ្លៃដើមតែពិតទៅមិនទេគឺយើងបូកទាំង landed cost ហើយ landed cost ហ្នឹងគឺសំណុំមកកញ្ចប់នៃសំណុំឯកសាររបស់គយនឹងហើយនឹងខាង clearance នឹងឯងដែលយើងត្រូវយកវាទៅបូកបន្ថែមពីលើ original price ដែលយើងទិញពីរោងចក្រមកឲ្យវាคล้ายទៅជា new cost នៅក្នុងការគណនាដើម្បីលក់ចេញអញ្ចឹងទៅកន្លែងហ្នឹងណាអញ្ចឹងអាហ្នឹងយើងគិតបៀងម្ដុំហើយជាទូទៅបើសិនជាមានការធ្វើសវនកម្មគេក៏នឹងត្រួតពិនិត្យជាមួយនឹងការទូទាត់ដែរអញ្ចឹងបើសិនជាយើងមានម្ដុំហើយថ្ងៃក្រោយនៅពេលដែលយើងមានការវេរលុយហើយវេរលុយទៅសុកក្រៅវាតាម depend នេះថាតើយើងវេរហ្នឹងយើងវេរជា100% in advance ឬក៏យើងវេរ down payment ខ្លះពេលដែល shipment មកហើយយើងវេរ final អញ្ចឹងទៅយើងគិតអាកដាស់ TT slip របស់យើងហ្នឹងអឺភ្ជាប់នៅក្នុងសំណុំមួយនឹងទៅដើម្បីឲ្យវា reconcile គ្នាហើយពពួក CN ឬក៏ DN ដែលយើងបានពី supplier ហ្នឹងគឺយើងយកមកដូចគ្នាដែរដើម្បីធ្វើការកែតម្រូវឬក៏ add ចូលនៅក្នុងវិញ្ញាណបត្រទិញរបស់យើងឯកសារគាំទ្រក៏មានដែរហើយឯកសារគាំទ្រនេះក៏ជាមូលដ្ឋាននៅក្នុងការថាហេតុអីបានយើងប្រកាសជាចំណាយហើយក៏មានត្រូវជាប់ពន្ធជាប់អីអញ្ចឹងតកតងទៅនឹងរបាយការណ៍សាច់ប្រាក់ទាំង cash book bank book នេះយើងយកមកដើម្បីធ្វើការ reconcile ដើម្បីធ្វើការផ្ទៀងផ្ទាត់ទៅលើtransaction ថាយើងមាន missing transaction ណាអត់
អឺទោះបីជានៅក្នុងនេះវាអត់បាន100%ប៉ុន្តែវាជាមូលដ្ឋានមួយនៅក្នុងការ cross check បឋមឲ្យយើងថាយើងមាន missing ប្រតិបត្តិការណាអត់ឧទាហរណ៍ថាយើងមានបានទូទាត់ប្រាក់ហើយប៉ុន្តែអត់ទាន់បានវិក័យប័ត្រអីចឹងណាចឹងជាងអាចមើលពីនឹងបាន adjustment journal នេះគ្នាយើងខ្លះរំលង គណនេយ្យនៅពេលដែលយើងធ្វើការនៅក្នុងក្រុមហ៊ុនដែលគាត់គណនេយ្យផ្សេងហើយមានខាងប្រកាសពន្ធផ្សេងកន្លែងនេះជាទូទៅខាងពន្ធអត់បានចាប់អារម្មណ៍ហើយក៏អត់បានទៅសួរនាំពីខាងគណនេយ្យដែរអញ្ចឹងមកឧទាហរណ៍ថាក្រុមហ៊ុនរបស់យើងមានកម្ចីពីបងចុះហើយរៀងរាល់ខែយើងមិនត្រូវគណនាការប្រាក់ហើយមិនត្រូវបង់ការប្រាក់ឲ្យបងការប្រាក់ហើយនឹងគណនាពន្ធកាត់ទុកបង់ទៅខាងពន្ធដារ ហើយយើងមើលអាតារាងគណនាការប្រាក់ដែលត្រូវបង់ប្រចាំខែតើពន្ធដារអស់ហ្នឹងវាមានជាវិក័យប័ត្រអត់ពេលខ្លះអត់ទេបានទូទាត់មិនបើគណនេយ្យពេលខ្លះគាត់អឺថ្ងៃហ្នឹងបងរវល់ទៅខេត្តទៅអីចឹងទៅអត់ទៅមកយកលុយហ្នឹងហងអញ្ចឹងទូទាត់ត្រូវលើកទៅខែក្រោយអញ្ចឹងនៅពេលហ្នឹងគណនេយ្យគេគាត់ adjustment ថាinterest expense ហ្នឹងណាវាជា payable វាជាបំណុលដែលបងអត់ទាន់បានទៅយកទៅ clear លុយទេអញ្ចឹងអាខាងលើនេះអត់មានទេអញ្ចឹងខាងក្រោមនេះមានយកបងនិយាយទេដោយសារតែអឺវាជាប់ពន្ធអញ្ចឹងគណនេយ្យគេត្រូវទទួលស្គាល់អា interest ហ្នឹងទៅតាមករិយរបស់គេអញ្ចឹងនៅពេលហ្នឹងគេប្រើគ្រូ basic ទៅតាមស្តង់ដារគណនេយ្យរបស់យើងណាអញ្ចឹងគេគាត់ថាមានចំណាយការប្រាក់ហើយគេនិយត្តកម្មថាមានចំណាយការប្រាក់តែអាការប្រាក់ហ្នឹងអត់ទាន់បាន pay ដោយសារតែបងអត់ទាន់បានទៅយកឬក៏អត់ទាន់បានអត់នៅឬក៏អីចឹងទៅអញ្ចឹងក៏ hold អា payment ហ្នឹងទៅជាលក្ខណៈ payable ជា liability ចឹងទៅតែនៅពេលច្បាប់ពន្ធបាននិយាយថានៅពេលដែលយើងបង់ប្រាក់ឬក៏ពេលដែលយើងបានកត់ត្រាក្នុងបញ្ជីគណនេយ្យអឺសុទ្ធតែចាត់ទុកថាបានទូទាត់អញ្ចឹងត្រូវតែគណនានិងបង់ប្រាក់ពន្ធកាត់ទុកអញ្ចឹងឃើញទេអញ្ចឹងពេលខ្លះមិនមែនមានតែវិក័យប័ត្រចំណាយគ្រប់គ្រាន់ទេអញ្ចឹងបានអ្នកប្រកាសពន្ធអឺដូចព្រាសនរាអញ្ចឹងណាឲ្យសួរក្រុមហ៊ុនខ្លះខឹងទៀតអឺហើយកិច្ចសន្យាផ្គត់ផ្គង់ឬក៏ផ្គត់ផ្គង់ទំនិញឬក៏សេវាកម្មឬកិច្ចសន្យាកម្ចីអីហ្នឹងវាជា reference បន្ថែមទៅលើប្រតិបត្តិការទាំងអស់ហ្នឹងឯងអញ្ចឹងកន្លែងនេះបងគ្រាន់តែចង់បញ្ជាក់ថាអឺកុំឲ្យយើងគិតថាមានតែវិក័យប័ត្រចំណាយទេដែលប្រកាសពន្ធសូម្បីតែបានទូទាត់ប្រាក់ឬក៏កក់លុយទៅ supplier ហ្នឹងណាក៏ជាកម្មវត្ថុដែរហេតុអីបងថាកក់លុយជា supply ទៅ supplier ជាកម្មវត្ថុហើយចុះបើសិនជាលុយកក់របស់យើងនឹងគឺជាលុយកក់ទៅលើសេវាកម្មវាមិនតាក់ទងទៅនឹងរឿងពន្ធកាត់ទុកវាមិនមែនថាឲ្យទៅលុយកក់នោះទំនិញណាហើយចុះមកសេវាកម្មមិនជាប់ពន្ធកាត់ទុកហើយបើយើងកក់លុយទៅហើយលុយចេញហើយយើងមិនទាន់បង់ពន្ធវាមិនខុសអញ្ចឹងមិនថាហ្នឹងណាអូខេអញ្ចឹងអានេះបងសង្ឃឹមថាគ្នាយើងដែលរៀននៅក្នុងព្រឹកហ្នឹងនឹងបានចំណេះដឹងថ្មីនៅលើរឿងការរៀបឯកសារនេះជួយឲ្យខ្លួនឯងមានការបំពេញបន្ថែមនៅអ្វីដែលខ្លួនឯងខ្វះខាតពីមុនហើយតកតងទៅនឹងចំណាយដែលយើងឲ្យទៅលើបុគ្គលិកអញ្ចឹងនៅក្នុងហ្នឹងវាអាចនឹងមានជាអឺនេះវាអាចនឹងមានជាពពួករឿង OT bonus commission incentive ឬក៏ជា allowance អីផ្សេងដែលវានឹង subject ទៅលើប្រភេទពន្ធហ្នឹងយើងត្រូវតែ add វាមាន reference យោងឯកសារយោងគ្រប់គ្រាន់មកហើយយកវាមករៀបចំនៅក្នុងតារាងវិជ្ជាភាគខែដែរពេលខ្លះយើងគិតថាអឺយើងគណនាពន្ធលើវាវត្តយើងប្រកាសពន្ធវាវត្តអញ្ចឹងគោលបំណងរបស់យើងប្រកាសតែប្រាក់ខែទេអីដែលក្រៅប្រាក់ខែយើងអត់ប្រកាសទេអញ្ចឹងបងបានបរៀនហើយទាក់ទងទៅនឹងពន្ធលើវាវត្តណាអញ្ចឹងសង្ឃឹមថាអ្វីដែលបងបានបរៀនគ្នាយើងត្រូវរំលឹកឡើងវិញហើយនឹងមើលថែមថាខ្លួនឯងរាល់ថ្ងៃឆ្លោះប្រចាំងខ្លួនឯងយើងធ្វើ reflection ទៅលើstatus of work របស់យើងរាល់ថ្ងៃហ្នឹងថាតើជា current status របស់យើងមានកន្លែងណាដែលជាចំណុចខ្វះខាតឬក៏យើងមានប្រភេទអឺចំណូលបែបណាដែលយើងបើកឲ្យបុគ្គលិកហៅតាមបានគណនាពន្ធធំត្រូវអញ្ចឹងណាអូខេអញ្ចឹងយើងមើលអានឹងមិនមែនមានន័យថាយើងមានតែតារាងប្រាក់ខែមកគឺគ្រប់គ្រាន់ទេឬក៏មានអភិជីបើកលុយបុគ្គលិកហ្នឹងគ្រប់គ្រាន់ទេអាហ្នឹងវាសំខាន់ណាស់ព្រោះដោយសារអីតារាងដែលយើងបើកបៀវត្សតារាងបើកប្រាក់ខែឬក៏អភិជីបើកប្រាក់បៀវត្សដែលយើងបើកឲ្យបុគ្គលិកហ្នឹងវាជាឯកសារឬក៏វាជាភស្តុតាងសំខាន់ណាស់នៅក្នុងការអឺ
នៅក្នុងការរក្សាទុកនៅពេលដែលមានការចោះត្រួតពិនិត្យពីខាងអគ្គនាយកដ្ឋានពន្ធដារហើយឯកសារគាំទ្រសំខាន់ដើម្បី verify ថាតារាងនេះការគណនាតារាងរបស់យើងហ្នឹងគឺវាបានត្រឹមត្រូវវាមានភស្តុតាងគ្រប់គ្រាន់វាល្អការណឡោមវាអីហ្នឹងយើងក៏ត្រូវមានជាកិច្ចសន្យាការងារហើយនឹងអត្តសញ្ញាណសម្គាល់ខ្លួនបុគ្គលិកកន្លែងនេះគឺសំដៅទៅលើអត្តសញ្ញាណប័ណ្ណប៉ាសពតសៀវភៅគ្រួសារឬក៏សំបុត្រកំណើតចឹងបានបងអត់ប្រើពាក្យថាតាក់សញ្ញាណបានតែមួយទេបងប្រើចឹងទៅដើម្បីឲ្យគ្នាយើង note ថែមថាកន្លែងហ្នឹងគឺយើងអាចប្រើបានសូម្បីតែសៀវភៅគ្រួសារឬក៏បទកំណើតក៏យើងប្រើបានដែរណាហើយតារាងលម្អិតគណនាប្រាក់ខែហ្នឹងអឺអាចនឹងខាង HR គាត់ឲ្យខាងអីមកចឹងទៅឬក៏យើងមានគណនាខ្លួនឯងចឹងយើងមានគណនាប្រាក់ខែគោលប្រាក់ខែម៉ោងភាគអីហ្នឹងហើយខាងក្រោមនេះជារបាយការណ៍វត្តមានបុគ្គលិកឬក៏បញ្ជីគ្រប់គ្រងវត្តមានអានេះក្នុងករណីដែលក្រុមហ៊ុនរបស់យើងគាត់មានធ្វើការគ្រប់គ្រង attendant តែបើថាអត់ទេអាហ្នឹងអត់អីតែបើសិនជាយើងមានដូចជាពពួក fingerprint ពួក scan មុខឬក៏ពពួកបញ្ជីគ្រប់គ្រងវត្តមានបុគ្គលិកឈប់ដើម្បីតាមដាន annual leave ឬក៏អីហ្នឹងគឺយើងត្រូវតែ keep វាតាមខែទុកឲ្យបានល្អហើយតារាងដែលយើងគណនា OT អថ្ងៃបុណ្យទានមិនថ្ងៃធម្មតាមិនក៏ OT ពេលយប់មិនខែនេះមាន OT ប្រមាណបើកបែបណាគណនាបែបណាចូលនៅក្នុងលុយដែលគាត់បើកហ្នឹងពេលណាហើយត្រូវបូកមួយប្រាក់ខែណាគឺយើងមើលតាមហ្នឹង bonus ឬ commission ឲ្យនៅលើរឿងអី bonus នៅលើរឿងអី incentive លើរឿងអីចឹងណាហើយនឹងមួយទៀតឯកសារគ្រប់គ្រងទៅលើរឿង resident ហើយនឹង non resident នឹងឯងដើម្បីយើងអាចបញ្ជាក់បន្ថែមបានថាមូលហេតុដែលជនបរទេសឬក៏ថៅកែរបស់យើងជនជាតិនេះហ្នឹងគាត់ជា resident ហ្នឹងឯកសារនេះគាត់មានឯកសារយោងទៅដាក់ដើមឡើយគាត់ជា non resident នេះប៉ុន្តែគាត់បានអឺប្ដូរនិវាសនដ្ឋានមកនេះគាត់មានការស្នាក់នៅគាត់មានអីចឹងទៅអញ្ចឹងវាអាចប្ដូរ status នឹងបានអញ្ចឹងអានេះគឺជាឯកសារសំខាន់ហើយមិនមែនយើងប្រកាសពន្ធប្រាក់ខែយើងមានតារាងប្រាក់ខែហ្នឹងឲ្យរួចខ្លួនទេហើយអ្វីដែលបងបរៀនហ្នឹងគឺសិតតែយកពី experience ដែលបងទាំងធ្វើការឲ្យគេទាំងជាភ្នាក់ងារសេវាកម្មពន្ធដារដែលផ្ដល់អាសេវាហ្នឹងហ្មង អញ្ចឹងexperience នេះវាអត់ដូចយើងរៀននៅសាលាទេនៅសាលាយើងគ្រាន់តែរៀនពីរបៀបអឺយើងរៀនពីច្បាប់ពន្ធហើយនិងរបៀបក្នុងការគណនាបូកដកគុណចែកប៉ុន្តែរៀនជាមួយបងយើងរៀនច្បាប់ពន្ធហើយយើងត្រូវដឹងពីវិជាគណនេយ្យហើយយើងក៏ត្រូវដឹងពីការរៀបចំឯកសារឲ្យបានត្រឹមត្រូវនៅក្នុងការប្រកាសពន្ធដែរព្រោះឯកសារគឺជា everything ឯងវាជាភស្តុតាងពេលខ្លះយើងអត់មានអីសំអាងថែមអញ្ចឹងក៏ធ្វើឲ្យយើងប្រឈមនឹងហានិភ័យដែរប៉ុន្តែឯកសារគឺជាអ្នកដែលបកស្រាយល្អបំផុតហើយសូម្បីតែការរៀបឯកសារហ្នឹងក៏មានបច្ចេកទេសដែរអ្វីដែលបងឲ្យនេះវាជាមូលដ្ឋានទូទៅទេប៉ុន្តែបងនិយាយយើងថាការរៀបឯកសារបច្ចេកទេសមិនឯកសារខ្លះណាជាចំណងចងរឹតខ្លួនឯងឯកសារខ្លះគឺជាបច្ចេកទេសដែល goal ហ្មងណាមានន័យថាឯកសារបែបលយហ្មងអេមហ្មងហើយតកតងទៅនឹងបញ្ជីការគណនេយ្យបងគ្រាន់តែ add ថែមនៅចំណុចសំខាន់ដែលចង់ឲ្យគ្នាយើងមានជាមូលដ្ឋានគ្រឹះអាហ្នឹងគឺត្រូវតែយកចិត្តទុកដាក់អឺការកត់ត្រាបញ្ជីការគណនេយ្យរបស់យើងគឺត្រូវតែអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា International អឺ Financial Reporting Standard Cambodia International Financial Reporting Standard CIFRS មួយទៀត CIFRS for SME អឺមួយទៀតហ្នឹងគឺ Cambodia International Reporting Standard for SME នឹងឯងសម្រាប់សហគ្រាសធុនតូចហើយនិងមធ្យមហើយការកាន់កាប់បញ្ជីការគណនេយ្យនេះគឺអនុលោមសម្រាប់ចាប់ពីសហគ្រាសពន្ធមធ្យមនិងពន្ធធំទៅអាដែលបងនិយាយហ្នឹងណាបើសម្រាប់យើងដែលជាពន្ធតូចយើងកាន់បញ្ជីសាមញ្ញបញ្ជីការគណនេយ្យសាមញ្ញអត់ដូចគ្នាទេហើយបងយកមេរៀនមកបរៀនភាគច្រើនគឺបងបរៀនទៅតទៅនឹងពន្ធមធ្យមនិងពន្ធធំមកបានបរៀនពន្ធតូចទេប៉ុន្តែក្នុងករណីណាដែលបងនឹកឃើញមាន case study ឬក៏អីដែល relate នឹងពន្ធតូចបងនឹងលើកប្រាប់ថែមតែឥឡូវហ្នឹងវាអត់ទាន់មានព្រោះបងជួនកាលអង្គុយបរៀនទៅនឹកឃើញមានគ្នាយើងសួរចឹងទៅនឹកឃើញមាន case ណាមួយចឹងទៅក៏បងប្រាប់ពូអីដែលបងចេះវានៅក្នុងខ្លួនអញ្ចឹងបើគ្នាយើងកោះចឹងទៅបានទាំងទៅចេះតែបានហ្នឹងឯងអត់មានអ្នកកោះអត់ចេះតែមុខអីហើយមួយទៀត
ត្រូវមានភស្តុតាងបញ្ជាក់នៅរាល់ចំណូលចំណាយដែលបានប្រកាសអញ្ចឹងបានបងព្យាយាមរឿងថាការរៀបចំឯកសារគឺសំខាន់ហើយឯកសារទាំងអស់ហ្នឹងគឺត្រូវតែរក្សាទុក10ឆ្នាំយ៉ាងតិចណា10ឆ្នាំយ៉ាងតិចអញ្ចឹងសម្រាប់មេរៀនរបស់យើងព្រឹកហ្នឹងគឺអស់ហើយអញ្ចឹងយើងយល់ដឹងទៅលើរឿងពន្ធដារកម្ពុជាយើងយល់ដឹងប្រភេទពន្ធសំខាន់គាត់ថាវាអត់បានលម្អិតដូចយើងទៅរៀននៅសាលាជាតិពន្ធដារឬក៏ជាជំនាញឯកទេសទេយើងបានរៀនជាគោលហើយគ្នាយើងត្រូវតែបន្តសិក្សាស្រាវជ្រាវថែមអញ្ចឹងយើងបានរៀនពីប្រព័ន្ធពន្ធដារកម្ពុជាយើងរៀនពីប្រភេទពន្ធសំខាន់ដែលយើងត្រូវចេះអឺជាគោលជា concept ជាចំណុចសំខាន់ហើយយើងបានរៀនពីការរៀបឯកសារអញ្ចឹងស្អែកនេះយើងរៀនអនុវត្ត Excel ណាយើងរៀនអនុវត្ត Excel ហើយរៀនចប់បានបងផ្ញើ Excel ឲ្យអញ្ចឹងស្អែកយើងរៀន Excel អញ្ចឹងថ្ងៃហ្នឹងយើងមានប្រព័ន្ធហ្នឹងគ្នាយើងមានអីសួរបងអត់ទេ